យើងបានរស់នៅមួយថ្ងៃយើងបំពេញសេចក្តីល្អឲ្យចម្រើនឡើងចឹងទៅមានសិលមួយថ្ងៃប្រសើរជាងរស់នៅអស់រួយនៃឆ្នាំដែលអត់សិលព្រះពុទ្ធអង្គសម្ដែងអញ្ចឹងបងប្អូនកូនចៅចេះតែគិតថាយើងនៅរស់តែតាមពិតមួយថ្ងៃអស់ទៅមួយថ្ងៃអស់ទៅណាមើលចឹងត្រូវបាត់បង់អាយុជីវិតណាហើយយើងគិតថារស់នៅដើម្បីតែទ្រព្យសម្បត្តិនឹងតើយើងឲ្យតម្លៃនៃជីវិតរបស់យើងស្មើនឹងមួយខែប្រមាណ$100ប្រមាណពាន់ឥឡូវយើងថាមួយខែ$1000ទៅចុះប៉ុន្តែដល់ទីបំផុតយើងត្រូវចំណាយប្រាក់នឹងដើម្បីសុខភាពដើម្បីជាបារោគទីបំផុតអត់ទាំងបាននៅរស់ផងចឹងបានថាយើងកុំឲ្យតម្លៃជីវិតរបស់យើងស្មើនឹងប្រាក់គឺយើងបានប្រាក់ឲ្យរត់ទទួលទានហ្នឹងប៉ុន្តែយើងត្រូវតែវាចាកបាបសំខាន់គឺត្រង់ដែលថាមិនធ្វើបាបចិនជីវិតកុំឲ្យបៀតបៀនសត្វទាំងឡាយចឹងអត់ឃ្លានមានក្ររបរត្រឹមត្រូវជួញដូរក្នុងផ្លូវនៃសប្បុរសផ្លូវលោកផ្លូវធัวកុំឲ្យមានតោះផ្លូវល្អឥតខ្ចោះមេអង្គ8នឹងឯងដូច្នេះគឺថាឲ្យបងប្អូនកូនចៅរស់នៅឲ្យសុបាយចិត្តជាមួយនឹងសេចក្តីល្អរបស់ខ្លួនក្នុងโลกនេះភ្នំមាសភ្នំប្រាក់ផុសនៅក្រោមផ្ទះយើងក្រោយផ្ទះរបស់យើងក៏មិនមានតម្លៃស្មើនឹងសេចក្តីល្អរបស់យើងដែរព្រោះសេចក្តីល្អរបស់យើងទៅអាចជួយយើងឲ្យរួចពីបាបរួចពីសេចក្តីទុក្ខនំមាសភ្នំប្រាក់មិនអាចជួយឲ្យយើងរួចពីអបាយភូមិទេណានឹងឯងដូច្នេះរឿងសំខាន់មានអីបានអីក៏បានទៅមានទៅប៉ុន្តែកុំឲ្យបាត់បង់សេចក្តីល្អក្នុងជីវិតរបស់យើងនេះទៅជាទីពឹងនៃជីវិតរបស់យើងដែលអាចឲ្យយើងរួចពីបាបរួចពីសេចក្តីទុក្ខបានអត់មានអីក្នុងโลกនឹងសំខាន់សម្រាប់យើងជាងខ្លួនយើងជាមនុស្សល្អទេតែកាលណាយើងបាត់បង់សេចក្តីល្អហើយគ្មានសេចក្តីល្អដទៃណាមកជំនួសបានទេសេចក្តីល្អរបស់យើងសំខាន់ណាស់ត្រូវអោបកសោបក្រាញនានាចំពោះសេចក្តីល្អក្នុងជីវិតរបស់យើងស្លាប់ទៅជាមួយនឹងសេចក្តីល្អហ្នឹងដែលយើងយល់ពីតម្លៃនៃជីវិត